សួស្តីអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបនៃការយកវីដេអូទៅដាក់នៅក្នុង slide PowerPoint អញ្ចឹងរបៀបទី1គឺអ្នកគ្នាចូលទៅកន្លែង menu insert បន្ទាប់ពី home ហ្នឹងហើយបន្ទាប់មកស្វែងរក icon វីដេអូនេះបន្ទាប់មកចុចលើវាហើយបន្ទាប់មកយើងនឹងឃើញ option 3អញ្ចឹងអ្នកគ្នាអាចប្រើ option ទី1ក៏បានដែលយើងយកវីដេអូចេញពី computer ហើយ option ទី3គឺយើងយកវីដេអូចេញពី link អញ្ចឹងដើម្បីយកវីដេអូពី link យើងចុចលើ option ហ្នឹងមកបន្ទាប់មកយើងត្រូវការទៅ copy link ដែលវីដេអូដែលយើងចង់យកមកដាក់នៅក្នុង PowerPoint បន្ទាប់មកយើង copy link វីដេអូហ្នឹងបន្ទាប់មកយើងផាសចូលនៅក្នុង pop-up ហ្នឹងមកអញ្ចឹងអីដែលយើងខ្លាចនេះដោយសារតែយើងយកពីអ៊ីនធឺណិតប្រើអ៊ីនធឺណិតនៅពេលបើកវីដេអូហ្នឹងអញ្ចឹងយើងត្រូវប្រកាសថាវីដេអូយើងវាមាន speed គ្រប់គ្រាន់ក្នុងការបើកវីដេអូហ្នឹងអញ្ចឹងបើសិននៅពេលដែលយើងអ៊ីនធឺណិតយើងអត់ដើរបើកវីដេអូហ្នឹងទៅវាអត់ដើរដែរអញ្ចឹងនៅពេលដែលយើង present គឺវាអត់ល្អវាធ្វើឲ្យ present របស់យើងគឺលែង smooth អញ្ចឹងបន្ទាប់មកយើង copy link ហ្នឹងចូលហើយបន្ទាប់មកយើងចុចពាក្យបញ្ចូលឬក៏ពាក្យ insert ជាអង់គ្លេសអញ្ចឹងយើងឃើញហើយគឺវីដេអូហ្នឹងនឹងចូលនៅក្នុង slide របស់យើងដើម្បីយើងចុច play យើងគ្រាន់ចុចលើនឹងអញ្ចឹងវីដេអូហ្នឹងនឹងចូលនៅក្នុង PowerPoint យើងហើយរបៀបទី2គឺយើងយកចេញពី computer របស់យើងអញ្ចឹងដើម្បីយកពី computer របស់យើងត្រូវ download វីដេអូហ្នឹងសិនអញ្ចឹងនៅក្នុងការ download គឺដូចគ្នាយើង copy link វីដេអូហ្នឹងបន្ទាប់មកយើងចូលទៅ website មួយមានឈ្មោះថា Y2Med ដែលធ្វើការ download វីដេអូចេញពី YouTube អញ្ចឹងអ្នកគ្នាអាចស្វែងរក link នៅក្រោម description របស់វីដេអូហ្នឹងបាទតើមកយើងផាស link ចូលមកតើមកយើងចូលទៅកន្លែងវីដេអូហើយយើងយក18ឬក៏អ្នកគ្នាយក720ក៏បានឥឡូវខ្ញុំយក18តើមកយើងចុច download អញ្ចឹងរងចាំវាដំណើរការអញ្ចឹងយើងចុចកន្លែងពាក្យ download នេះមកវាต้อง download តើមកអ្នកគ្នាក៏ចុច save ទៅវីដេអូហ្នឹងនឹងចូលក្នុងកុំព្យូទ័រតែដោយសារខ្ញុំ save ហើយខ្ញុំអត់ save ទេហើយតើមកយើង back ទៅ PowerPoint របស់យើងវិញតើមកយើងយកជម្រើសទី1វីដេអូចេញពីកុំព្យូទ័រតើមកយើងយក select នៅលើវីដេអូរបស់យើងដែលយើង download ហ្នឹងឃើញថាវាកំពុងទាញយកវីដេអូពីកុំព្យូទ័ររបស់យើងអញ្ចឹងនេះគឺជាវីដេអូចេញពីកុំព្យូទ័ររបស់យើងនេះអញ្ចឹងយើងអាចរួមផ្សាយវាតិចមក Basic Physics នេះគឺបានស្រាប់ហើយមួយទៀតគឺនៅពេលដែលយើងយកពីកុំព្យូទ័ររបស់យើងអញ្ចឹងគឺយើងអត់ខ្លាចថាអ៊ីនធឺណិតslow ឬក៏អីទេគឺគ្រាន់តែយើង download មកយើងដាក់ទៅអញ្ចឹងពេលយើង present គឺវាទៅរលូនវាអត់ភ័យខ្លាចដាច់អ៊ីនធឺណិតអីចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបាយបាយ